បាទសួស្តីអ្នកទាំងអស់គ្នានេះជាសកម្មភាពប្រចាំថ្ងៃរបស់ខ្ញុំទំងើបពីដេកចូលដេកម៉ោង4ភ្លឺងើបម៉ោង6ព្រឹកហើយអត់មានថ្នាំដុសធ្មេញទេគឺយើងប្រើអំបិលម៉ត់ដុសធ្មេញហើយជាមួយគេធ្វើមិនទៀតគេ note សិនគេថាថ្ងៃហ្នឹងគេទៅធ្វើអីខ្លះ fake ចុយម៉ែហើយបន្ទាប់ពីហ្នឹងគេថ្វាយគុំព្រះហើយបានគេចេញមកស៊ីចេកមកផ្លែហើយបណ្ដៃគេអត់ស៊ីទាំងអស់ទេចេកហ្នឹងគឺគេស៊ីតែពាក់កណ្ដាលទេដើម្បីទុកពាក់កណ្ដាលដុសមុខរបស់គេឲ្យខ្មៅរលើបរលោងដូចសប្ងៃហ្នឹងស្អាតចោលមកទៅបន្ទាប់មកក្បាច់ទៀតគឺគេដាក់ទឹកមួយកធុនហើយដាក់ទឹកកកមួយបាវកន្លះចាក់ចូលកធុនហ្នឹងហើយបន្ទាប់មកគេដោះមួកចេញគេចលក់ក្បាលចូលក្នុងកធុនហ្នឹងហ្មងលាងទៅមុខលាងទៅក្បាលដើម្បីឲ្យវាជ្រាបចូលកដោខួរកុំឲ្យខួរក្តៅពេកហើយបានគេចេញមកហាត់ប្រាណគេសារ៉េស្រោមជើងគេសារ៉េអាហ្នឹងគេប្រាប់ឲ្យសំដែងសារ៉េអញ្ចឹងតមកគេធ្វើពុតខ្លួនពុតអីបន្តិចគេចាប់ផ្ដើមរត់យកហ្មងភ្លាវចុយមកដែរឃើញអាណាចឹង